ក្រវ៉ាត់មន្ត្រីស៊ីវិលមាន3ពណ៌សម្រាប់3ក្របខ័ណ្ឌជំរាបសួរបងមន្ត្រីស៊ីវិលទាំងអស់គ្នានេះគឺជាខ្សែក្រវ៉ាត់មន្ត្រីស៊ីវិលដែលផលិតស្របតាមអនុក្រឹត្យលេខ141 អនក្របកចុះនៅថ្ងៃទី29មិថុនាឆ្នាំ2023ស្ដីពីឯកសណ្ឋានបំពេញការងាររបស់មន្ត្រីស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃនិងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានជម្រើសដល់ទៅ3ពណ៌គឺពណ៌មាសពណ៌ប្រាក់និងពណ៌សំរិទ្ធខ្សែរបស់ខ្សែក្រវ៉ាត់ពណ៌ខ្មៅប្រណិតបំពាក់ដោយក្បាលខ្សែក្រវ៉ាត់ពណ៌មាសរលើបរលោងរំលេចដោយរូបសញ្ញាក្រសួងមហាផ្ទៃនៅចំកណ្ដាលសម្រាប់មន្ត្រីក្របខ័ណ្ឌកដែលមានទទឹង34មីលីម៉ែត្រនិងបណ្ដោយ65មីលីម៉ែត្រសម្រាប់មន្ត្រីក្របខ័ណ្ឌខវិញខ្សែរបស់ខ្សែក្រវ៉ាត់ក៏មានពណ៌ខ្មៅបំពាក់ដោយក្បាលខ្សែក្រវ៉ាត់ពណ៌ប្រាក់ពន្លឺភ្លឺថ្លារំលេចដោយរូបក្រសួងមហាផ្ទៃនៅចំកណ្ដាលចំណែកឯមន្ត្រីក្របខ័ណ្ឌគោវិញក៏មិនខុសគ្នាដែរខ្សែរបស់ខ្សែក្រវ៉ាត់ពណ៌ខ្មៅបំពាក់ដោយក្បាលខ្សែក្រវ៉ាត់ពណ៌សំរិទ្ធរំលេចដោយរូបក្រសួងមហាផ្ទៃនៅចំកណ្ដាលគ្រប់ពណ៌គ្រប់កម្រិតគឺរក្សាបាននៅទំហំស្តង់ដារដូចគ្នាទាំងអស់សម្រាប់បងប្អូនដែលមានតម្រូវការចង់បានអាចទាក់ទងទិញតាមរយៈ Facebook Page ឬ Telegram ដែលបានដាក់នៅក្នុង caption នៅលើវីដេអូនេះណា